បាទសូមគោរពជំរាបសួរដល់លោកយាយលោកតាអ៊ំពូមុនបងប្អូនទាំងអស់ដែលនិយមតាមដានវិស័យកសិកម្មបាទហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបផ្សំនៃក្រូចថ្លុងបាទដើមក្រូចថ្លុងនេះគឺខ្ញុំទិញកាលពីឆ្នាំទៅបងហើយខ្ញុំដាំបានរយៈពេល1ឆ្នាំហើយឥឡូវនេះដុសបានស្អាតមានមែកផ្សំយកទៅដាំតទៀតបាទព្រោះទិញកូនទៅមកថ្លៃណាស់បាទឥឡូវផ្សំដើម្បីយកទៅបន្តនៅដីដាំនៅកន្លែងផ្សេងទៀតបាទគ្រូថ្លុងនេះសម្បកខៀវសាច់ក្រហមបាទអ្នកលក់ប្រាប់ថាឆ្ងាញ់ណាស់បាទហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែជាបាទកននៃក្រូចដើម្បីធ្វើការផ្សំបាទយើងត្រូវជាកលឹងជុំវិញប្រវែងប្រហែលជា20សង់ទីម៉ែត្រហើយយើងបកសបក20សង់ទីម៉ែត្រនឹងចេញបាទហើយយើងកោសជាយើងកោសរំអិលបាទនេះយើងបកចេញហើយបាទយើងកោសរំអិលនេះកុំឲ្យវារំអិលហ្នឹងបើគិតទៅវាកាលណាយើងកោសវាអត់អស់វាឆាប់តខ្សត់ជាប់ឡើងសាច់ឡើងវិញវាអត់ដុះរឹសល្អទេបាទអញ្ចឹងយើងត្រូវការជាយើងកោសឲ្យវាអស់រំអិលហ្នឹងបាទហើយយើងធ្វើការពុះសកៃដូងបាទពុះសកៃដូងហើយយើងដាក់ចងវាទៅបាទហើយរយៈពេលនៃការដុះរឹសពី20ថ្ងៃទៅ25ថ្ងៃបាទយើងអាចកាត់យកមកផ្សំដាក់កតូងប្រហែលកន្លះខែទៀតបានយើងអាចយកទៅដាំបានល្អបាទព្រោះយើងដឹងស្រាប់ហើយការផ្សំនេះវាដុះរឹសដែរតែរឹសវាតិចបាទអញ្ចឹងយើងត្រូវដាក់ចូលកតូងមកតង់ទៀតបាទដើម្បីឲ្យរឹសកាន់តែច្រើនបានដើមឈើវាកម្លាំងបាទនេះខ្ញុំធ្វើការផ្សំមួយមែកទៀតបាទ7មែកបាទអញ្ចឹងក្រូចថ្លុងនេះឆ្នាំក្រោយផ្លែដែរហើយបាទព្រោះមែកធំហើយបាទលិចក្បាលបាត់ហើយកាលពីដាំទិញមកមែកគេប្រព័ន្ធកូនដៃទេបាទវាលុកថ្លៃណាបាទរំបានខែបានប៉ុណ្ណេះបាទតែក៏ពិតតំណាំវាមិនសូវជាពិបាកដាំប៉ុន្មានទេឲ្យតែយើងយកចិត្តទុកដាក់ទឹកដាក់ជីវាបានត្រឹមត្រូវវាធំធាត់លឿនណាស់បាទដូចតែមនុស្សដែរបាទណាយើងថែបានល្អវាធំធាត់ល្អហើយបាទពីតំណាំក៏ដូចគ្នាបាទនេះគឺធ្វើការជាមួយទៀតបាទផ្សំបដាមេឃ្លៀងបណ្ដាបាទមេឃ្លៀងបាទមេរលឹមនេះការនិយាយបកស្រាយរបស់ខ្ញុំនេះគឺស្ថិតនៅក្រោមដំណក់ទឹកភ្លៀងទេបាទលើស័ង្កសីពេញប៉ោះបាទយើងចាប់ដើមហែកស្កេដូងដាក់មួយទៀតហើយបាទក្រូចថ្លុងនៅចកាខ្ញុំមាន4ប្រភេទបាទក្រូចថ្លុងសំបកខៀវសាច់ក្រហមក្រូចថ្លុងសំបកក្រហមសាច់ក្រហមបាទប៉ុន្តែសំបកក្រូចថ្លុងសាច់ក្រហមសំបកក្រហមដើមនៅទូណាបាទអត់ទាន់អាចធ្វើឲ្យកើតទេបាទរៀងពិបាកដាំតិចក្រូចហ្នឹងរៀងយ៉ាប់បាទហើយមួយទៀតក្រូចថ្លុងសំបកលឿងសាច់លឿងបាទហើយនឹងក្រូចថ្លុងសំបកខៀវសាច់សមាន4ប្រភេទបាទក្រូចថ្លុងនៅចកាខ្ញុំបាទហើយមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំមានអ្វីដែលប្លែកសម្រាប់នៅចកាខ្ញុំផ្ទាល់បាទដូចជាក្រូចឆ្មាមួយដើមខ្ញុំឲ្យផ្លែធ្វើក្រូចហ្នឹង4-10មុខអីចឹងទៅបាទហើយស្វាយមួយដើមហើយមានប្រភេទផ្លែស្វាយជាច្រើនទៀតបាទនៅលើដើមស្វាយតែមួយនេះបាទនេះខ្ញុំមកបន្តការផ្សំមេឈើនៅលើដើម
គេហៅថាទឹកដោះគោតៃវ៉ាន់បាទទឹកដោះគោតៃវ៉ាន់នេះខ្ញុំដាំរយៈពេល1ឆ្នាំដែរបាទនេះជាសកៃដូងបាទសកៃដូងញាត់ថង់ច្រកថង់បាទហើយយើងធ្វើការផ្សំបាទហើយខ្ញុំមានលក់សកៃដូងនេះបាទបងប្អូនណាត្រូវការអាចកម្មងបានបាទក្នុងមួយសកៃដូងមួយថង់ខ្ញុំលក់ 1000 រៀលបាទហើយបាទបងប្អូនកម្មងចាប់ពី100ថង់ឡើងខ្ញុំថែម10ថង់បាទហើយ free សេវា25ខេត្តក្រុងបាទសម្រាប់បងប្អូនចង់ផ្សំមេឈើបាទឥឡូវនេះខ្ញុំធ្វើការជាក្រឡឹងសម្បកដើមទឹកដោះគោតៃវ៉ាន់ហើយបាទកាលពីខ្ញុំទិញទឹកដោះគោតៃវ៉ាន់នេះដើមប្រហែលជាប្រព័ន្ធកូនដៃដែរទេបាទតូចណាស់ឥឡូវលិចក្បាលខ្ញុំបាត់ហើយបាទដូចជាស្រួលដាំដែរមិនជាពិបាកប្រហែលទេបាទទឹកដោះគោតៃវ៉ាន់ខ្ញុំធ្វើការក្រឡឹងហើយក្រឡឹងមេឃឲ្យបានជុំវិញអស់ខ្ញុំជាចេញបាទខ្ញុំជាចេញហើយខ្ញុំធ្វើការផ្សំអញ្ចឹងថ្ងៃនេះខ្ញុំផ្សំទឹកដោះគោតៃវ៉ាន់នេះបាន4មេឃហើយដើមគួយថ្លុងមិញបាន2មេឃដែរបាទចឹងបាន6មេឃបូកជាមួយនឹងដើមខៀវបាទដើមខៀវមាន5មេឃបាទខៀវមានចំណងផ្សំបាន5មេឃបាទដើម្បីយកទៅដាក់នៅកន្លែងថ្មីទៀតបាទធ្វើពូជបាទព្រោះ 3-4 ឆ្នាំទៀតអាចបានប្រមូលផលដំណាំគ្រប់ប្រភេទបាទមានច្រើនមុខខៀវក៏ខ្ញុំមានច្រើនពណ៌ដែរបាទខ្ញុំមានខៀវសាច់ពណ៌ស្វាយខៀវសាច់ក្រហមពណ៌ក្រហមបាទសាច់សទេបានសបកក្រហមហើយខៀវពណ៌លឿងបាទហើយនឹងខៀវសបកខៀវបាទមាន4ប្រភេទបាទអញ្ចឹងចកាខ្ញុំបាទហាក់បីដូចជានិមិត្តសញ្ញាបាទដូចជាដើមហៅថាដើម Cherry Brazil បាទខ្ញុំដាំរយៈពេលតែ1ឆ្នាំដែរទេដើមធំល្អណាស់បាទដើមតូចតែទិញមកហើយខែបានល្អអញ្ចឹងដុះស្អាតណាស់បាទហើយនេះដើមភៀវបាទភៀវនេះខ្ញុំផ្សំហើយបាន5មេឃបាទកន្លះខែជាងទៀតអាចកាត់បានហើយបាទនេះគេហៅដើម Jack fruit ដើមខ្នុរយ៉ាក់បាទមកដើមនេះលិចក្បាលហើយជិត2ម៉ែត្រហើយបាទហើយវាមានទម្ងន់ផ្លែវា50គីឡូទៅ100គីឡូបាទផ្លែធំណាស់បាទគឺថាអ្នកលក់បាទតាមអ្នកលក់ទេបាទអត់ទាន់ឃើញជាក់ស្ដែងទេបាទនេះដើមសាវម៉ាវបាទសាវម៉ាវរុំតៃវ៉ាន់មិញបាទនេះជាដើមទឹកដោះគោតៃវ៉ាន់មិញបាទហើយខ្ញុំផ្សំហើយបាន4មេឃបាទនេះផ្កាបាទផ្កាវាចេញហើយចេញតាមដើមហ្មងបងផ្កាចេញតាមដើមតាមមេឃតាមធៀងស្លឹកវាតែម្ដងបាទឆ្នាំនេះឃើញចេញតែអត់ទាន់ឃើញក្តាប់កាន់ទេបាទប្រហែលជាអាចឆ្នាំក្រោយបានផ្លែហូបបាទនេះគេហៅផ្កាថ្វាយព្រះបាទនេះដើមកលែនហាវ៉ៃបាទមកដើមដែរកលែនហាវ៉ៃបាទហើយនេះជារុនសត្វអាពីងបាទនៅក្បែរដើមឈើហ្នឹងហើយបន្ទាប់ពីផ្សំនៅឈើហើយខ្ញុំមកបកចេកញ៉ាំបែបធម្មជាតិបាទនៅដើមតែម្ដងបាទនេះចេកអំបូងខៀវបាទទុំទៅចង់លឿងដែរបាទអំបូងខៀវផ្អែមឆ្ងាញ់ណាស់បាទរបស់ធម្មជាតិបាទសូមគោរពជម្រាបលាអរគុណច្រើនបងប្អូនដែលតែងតែតាមដានការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ